ចុងសនុកថ្ងៃក្រោយកុំភ្លេចធ្វើរឿងទាំង7យ៉ាងនេះមួយការកត់ចំណូលចំណាយការកត់ចំណូលចំណាយវាជាវិធីសាស្ត្រមួយដ៏ល្អដែលជួយទប់ចិត្តរបស់យើងជួយទប់ស្កាត់នៅក្នុងការចំណាយលើសខ្ទង់ឬក៏ចំណាយខុសខ្ទង់ចំណាយមិនចំគោលដៅព្រោះថាការដែលយើងកត់ចំណូលផងយើងច្បាស់យើងនឹងដឹងថាខ្លួនឯងអាចចំណាយបានត្រឹមកម្រិតណាវាងាយស្រួលដែលកុំឲ្យយើងចាយលើសអ្វីដែលយើងអាចរកបានហើយសម័យនេះងាយស្រួលនៅក្នុងការកត់ចំណូលចំណាយឯងមិនចាំបាច់កត់ដាក់សៀវភៅក៏បានដែរតាមកុំព្យូទ័រតាមទូរស័ព្ទក៏យើងអាចកត់បានមានកម្មវិធីជាច្រើនដែលយើងអាចប្រើដើម្បីកត់ត្រាបានទី2នោះគឺដាក់លុយសន្សំស្វ័យប្រវត្តិវាជាវិធីងាយស្រួលមានប្រសិទ្ធភាពនិងមិនភ្លេចហើយរឿងនេះសំខាន់ព្រោះថាបើសិនជាយើងមិនបង្កើតកងសន្សំដោយស្វ័យប្រវត្តិភាគច្រើនគឺយើងតែងតែចង់ចាយហើយសល់ប៉ុន្មានចាំចំណាយតាមចាំសន្សំតាមក្រោយតែជាធម្មតាគឺយើងមិនអាចសន្សំបានទេមិនអាចសន្សំបានទេសឹងតែ 100% ទេលុះត្រាតែយើងត្រូវតែកំណត់ខ្លួនឯងនៅក្នុងការដកសន្សំមុនចំណាយទើបអាចទៅរួចហើយសម័យនេះគឺយើងអាចបង្កើតកងធនាគារទេលុយចូលគណនីសន្សំមានការកំណត់ជាមួយធនាគារដោយស្វ័យប្រវត្តិនៅពេលដែលយើងបានចំណូលប្រចាំខែគឺវានឹងកាត់ចូលទៅក្នុងកងសន្សំស្វ័យប្រវត្តិអញ្ចឹងលុយសន្សំរបស់យើងនឹងមានការកើនឡើងជាប្រចាំខែចំណុចទី3គឺបង្កើតកញ្ចប់ចំណាយបម្រុងជីវិតអត់ទៀងម្ដងឡើងម្ដងចុះហើយពេលខ្លះយើងជួបនៅហេតុការណ៍ណាមួយដែលយើងមិនបានបម្រុងទុកដូចជាយើងបាត់បង់ការងារការរកស៊ីមានបញ្ហាឬក៏មានឧបទ្ទវហេតុណាមួយផ្សេងបើសិនជាយើងអត់មានលុយបម្រុងទុកទេយើងអាចនឹងតច្រកនឹងលំបាកចិត្តខ្លាំងពេកហ្នឹងអញ្ចឹងយើងគួរតែមានការបង្កើតកញ្ចប់ចំណាយបម្រុងយ៉ាងហោចណាស់ចន្លោះពី3ខែទៅ6ខែអញ្ចឹងនៅពេលដែលយើងបាត់បង់ការងារនៅពេលដែលយើងមានបញ្ហាសុខភាពជាដើមក្នុងអំឡុងពេលហ្នឹងយើងអត់លំបាកទេព្រោះយើងមានលុយបម្រុងត្រៀមសម្រាប់ចាយនៅក្នុងអំឡុងពេលហ្នឹងទី4គឺការសងបំណុលធនាគារឬក៏សងបំណុលអ្វីផ្សេងទៀតដែលមានការប្រាក់ខ្ពស់ព្រោះថាបំណុលដែលមានការប្រាក់ខ្ពស់គេធ្វើឲ្យយើងខ្ជះខ្ជាយចំពោះការចំណាយលុយកាក់ដែលយើងខិតខំរកខ្លាំងមែនទែនអញ្ចឹងបើសិនបើជាមានគួរតែព្យាយាមរកវិធីយ៉ាងណាដើម្បីកាត់បន្ថយឲ្យបានច្រើនបំផុតតាមអាចទៅបានបើអាចគឺកាត់បន្ថយឲ្យអស់តែហ្មងកាត់បន្ថយឲ្យអស់បំណុលទាំងឡាយណាដែលមានការប្រាក់ខ្ពស់ទី5ការវិនិយោគតិចបណ្ដាកុំចាំដល់ពេលដែលយើងមានលុយច្រើនចាំធ្វើការវិនិយោគព្រោះថាវានាំឲ្យយើងខាតបង់លុយខាតបង់តម្លៃលុយហើយខាតបង់នៅប្រាក់ចំណេញអញ្ចឹងគួររៀនបង្កើតនៅការវិនិយោគតិចបណ្ដាតាមលទ្ធភាពយើងប៉ុន្តែបញ្ជាក់ថាការវិនិយោគក៏ត្រូវតែមានការសិក្សាឲ្យបានច្បាស់លាស់ពិចារណាឲ្យបានហ្មត់ចត់ព្រោះថាការវិនិយោគត្រូវវាធ្វើឲ្យយើងចំណេញធ្វើឲ្យទ្រព្យយើងកើនឡើងតែបើសិនបើជាយើងវិនិយោគខុសក៏ធ្វើឲ្យយើងខាតបង់លុយខាតបង់ពេលវេលាដែរអញ្ចឹងគួរតែមានការវិនិយោគតិចបណ្ដារៀនបណ្ដាធ្វើបណ្ដាធ្វើដោយការពិចារណាច្បាស់លាស់តែកុំចាំនាំឲ្យយើងខាតពេលហើយងាយស្រួលទេឥឡូវបើសិនបើជាយើងមិនចង់វិនិយោគជាលក្ខណៈក្រុមហ៊ុនឬក៏យើងមិនទាន់ច្បាស់ការវិនិយោគប្រចាំខែយើងអាចមើលនៅក្នុងអំឡុងពេលណាដែលមាសចុះថោកយើងអាចទិញមាស 1G ឬក៏ 2G 3G ទៅតាមលទ្ធភាពអញ្ចឹងចាំមើលឱកាសណាដែលឡើងថ្លៃគឺយើងអាចទទួលបានចំណេញឬក៏ជាការវិនិយោគទៅលើអចលនទ្រព្យជាដើមអំឡុងពេលណាដែលដីកំពុងតែចុះថោកអចលនទ្រព្យកំពុងតែចុះថោកយើងមានលុយតិចយើងវិនិយោគទៅតាមតិចហើយត្រូវចេះមើលទៅចេះវិភាគមើលថាតើរបស់ដែលយើងទិញអចលនទ្រព្យដែលយើងទិញហ្នឹងវានឹងឡើងថ្លៃដែរអត់អានេះយើងត្រូវតែវិភាគមុនដើម្បីបង្ការកុំឲ្យមានការខាតបង់តែយ៉ាងណាត្រូវតែព្យាយាមរកអ្វីមួយដែលយើងអាចវិនិយោគទ្រព្យរបស់យើងឲ្យបង្កើតលុយឲ្យយើងបន្ថែមទៀតឲ្យបង្កើតទ្រព្យឲ្យយើងបន្ថែមទៀតបានធ្វើម្ដងបន្តិចកុំចាំដល់មានគ្រប់យ៉ាងបានធ្វើទី6ត្រូវរៀនមេរៀនហិរញ្ញវត្ថុជាប្រចាំចំណេះដឹងហិរញ្ញវត្ថុសំខាន់ណាស់ព្រោះថាសម័យដែលស្រុកមានសន្តិភាពគេត្រូវការបំផុតហ្នឹងគឺហិរញ្ញវត្ថុសូម្បីតែនៅក្នុងសម័យកាលណាក៏ដោយហិរញ្ញវត្ថុនៅតែជារឿងសំខាន់ប្រាក់នៅតែជារឿងសំខាន់អញ្ចឹងយើងគួរតែមានការចេះដឹងអំពីហិរញ្ញវត្ថុព្រោះវារស់នៅជាមួយយើងប្រចាំថ្ងៃរៀនបង្កើតសមត្ថភាពនៅក្នុងការរកទ្រព្យសម្បត្តិរកលុយកាក់រៀនគ្រប់គ្រងរៀនប្រើប្រាស់លុយឲ្យបានមានប្រសិទ្ធភាពបំផុតហើយចំពោះបច្ចុប្បន្នការរៀនគឺមិនលំបាកទេដោយសារយើងមានប្រព័ន្ធបណ្ដាញសង្គមច្រើនយើងមានអ៊ីនធឺណិតច្រើនយើងអាចរៀនបានហើយយើងក៏អាចរៀនតាមសៀវភៅឬក៏សួរនាំជាមួយនឹងអ្នកដែលគាត់មានបទពិសោធន៍រៀមច្បងដែលគាត់ចេះដឹងពីបញ្ហាហ្នឹងចេះដឹងពីរឿងហិរញ្ញវត្ថុហ្នឹងយើងគួរមានការសួរនាំដែលអាចរៀនសូត្រពីពួកគាត់បានចំណុចទី7គឺកត់ត្រាគោលដៅហិរញ្ញវត្ថុ
គួរតែមានការរៀបចំគោលដៅហិរញ្ញវត្ថុឲ្យបានច្បាស់លាស់ថាមួយឆ្នាំយើងគួរតែអាចរកប្រាក់ចំណូលបានប្រមាណហើយនៅក្នុងអំឡុងពេល10ឆ្នាំយើងគួរមានប្រាក់ប្រមាណហើយនៅថ្ងៃអនាគតសម្រាប់ជីវិតយើងខ្លួនឯងនេះតើយើងគួរមានហិរញ្ញវត្ថុគួរមានលុយកាក់ប្រមាណដើម្បីបំរុងនៅពេលដែលយើងមានវ័យច្រើនទៅតើយើងគួរមានប្រាក់ប្រមាណអញ្ចឹងយើងកំណត់គោលដៅឲ្យច្បាស់ដើម្បីយើងប្រឹងប្រែងដើម្បីយើងមានកម្លាំងចិត្តនៅក្នុងការប្រឹងប្រែងរកទ្រព្យសម្បត្តិនោះរកហិរញ្ញវត្ថុឲ្យបានគ្រប់គ្រាន់សម្រាប់យើងប្រើប្រាស់នៅពេលអនាគតអញ្ចឹងដើម្បីឲ្យជីវិតយើងងាយស្រួលនៅក្នុងពេលអនាគតកុំភ្លេចឲ្យសោះរឿងទី1កត់ចំណាយចំណូលរឿងទី2ដាក់លុយសន្សំស្វ័យប្រវត្តិរឿងទី3បង្កើតកញ្ចប់ចំណាយបំរុងយ៉ាងហោចណាស់ពី3ទៅ6ខែរឿងទី4បើសិនជាមានបំណុលដែលមានការប្រាក់ខ្ពស់ត្រូវព្យាយាមធ្វើយ៉ាងណាកាត់បន្ថយឲ្យនៅសល់តិចបំផុតឬក៏អស់តែម្ដងទី5វិនិយោគតិចបណ្ដាកុំចាំនាំខាតពេលវេលាទី6រៀនមេរៀនហិរញ្ញវត្ថុជាប្រចាំត្រូវតែពង្រឹងសមត្ថភាពយល់ដឹងពីរបៀបនៅក្នុងការរកប្រើប្រាស់និងគ្រប់គ្រងហិរញ្ញវត្ថុទី7ត្រូវតែមានការកត់ត្រាគោលដៅឬក៏កំណត់គោលដៅហិរញ្ញវត្ថុសម្រាប់ខ្លួនឯងឲ្យបានច្បាស់លាស់ថាខ្លួនឯងអាចរស់នៅសុខស្រួលជាមួយនឹងហិរញ្ញវត្ថុប្រមាណពិតប្រាកដចុងសនុកថ្ងៃក្រោយកុំភ្លេចធ្វើរឿងទាំង7យ៉ាងនេះ1ការកត់ចំណូលចំណាយវាជាវិធីសាស្ត្រមួយដ៏ល្អដែលជួយទប់ចិត្តរបស់យើងជួយទប់ស្កាត់នៅក្នុងការចំណាយលើសខ្ទង់ឬក៏ចំណាយខុសខ្ទង់ចំណាយមិនចំគោលដៅព្រោះថាការដែលយើងកត់ចំណូលផងយើងច្បាស់យើងនឹងដឹងថាខ្លួនឯងអាចចំណាយបានត្រឹមកម្រិតណាវាងាយស្រួលដែលកុំឲ្យយើងចាយលើសអ្វីដែលយើងអាចរកបានហើយសម័យនេះងាយស្រួលនៅក្នុងការកត់ចំណូលចំណាយឯងមិនចាំបាច់កត់ដាក់សៀវភៅក៏បានដែរតាមកុំព្យូទ័រតាមទូរស័ព្ទក៏យើងអាចកត់បានមានកម្មវិធីជាច្រើនដែលយើងអាចប្រើដើម្បីកត់ត្រាបានទី2នោះគឺដាក់លុយសន្សំស្វ័យប្រវត្តិវាជាវិធីងាយស្រួលមានប្រសិទ្ធភាពនិងមិនភ្លេចហើយរឿងហ្នឹងសំខាន់ព្រោះថាបើសិនជាយើងមិនបង្កើតកងសន្សំដោយស្វ័យប្រវត្តិភាគច្រើនគឺយើងតែងតែចង់ចាយហើយសល់ប៉ុន្មានចាំចំណាយតាមចាំសន្សំតាមក្រោយតែជាធម្មតាគឺយើងមិនអាចសន្សំបានទេសឹងតែ 100% ឯងលុះត្រាតែយើងត្រូវតែកំណត់ខ្លួនឯងនៅក្នុងការដកសន្សំមុនចំណាយទើបអាចទៅរួចហើយសម័យនេះគឺយើងអាចបង្កើតកងធនាគារផ្ទេរលុយចូលគណនីសន្សំមានការកំណត់ជាមួយធនាគារដោយស្វ័យប្រវត្តិនៅពេលដែលយើងបានចំណូលប្រចាំខែគឺវានឹងកាត់ចូលទៅក្នុងកងសន្សំស្វ័យប្រវត្តិអញ្ចឹងលុយសន្សំរបស់យើងនឹងមានការកើនឡើងជាប្រចាំខែចំណុចទី3គឺបង្កើតកញ្ចប់ចំណាយបំរុងជីវិតអត់ទៀងម្ដងឡើងម្ដងចុះហើយពេលខ្លះយើងជួបនៅហេតុការណ៍ណាមួយដែលយើងមិនបានបំរុងទុកដូចជាយើងបាត់បង់ការងារការរកស៊ីមានបញ្ហាឬក៏មានឧបទ្ទវហេតុណាមួយផ្សេងបើសិនជាយើងអត់មានលុយបំរុងទុកទេយើងអាចនឹងតច្រកនឹងលំបាកចិត្តខ្លាំងពេកហ្នឹងអញ្ចឹងយើងគួរតែមានការបង្កើតកញ្ចប់ចំណាយបំរុងយ៉ាងហោចណាស់ចន្លោះពី3ខែទៅ6ខែអញ្ចឹងនៅពេលដែលយើងបាត់បង់ការងារនៅពេលដែលយើងមានបញ្ហាសុខភាពជាដើមក្នុងអំឡុងពេលហ្នឹងយើងអត់លំបាកទេព្រោះយើងមានលុយបំរុងត្រៀមសម្រាប់ចាយនៅក្នុងអំឡុងពេលហ្នឹងទី4គឺការសងបំណុលធនាគារឬក៏សងបំណុលអ្វីផ្សេងទៀតដែលមានការប្រាក់ខ្ពស់ព្រោះថាបំណុលដែលមានការប្រាក់ខ្ពស់គេធ្វើឲ្យយើងខ្ជះខ្ជាយចំពោះការចំណាយលុយកាក់ដែលយើងខិតខំរកខ្លាំងមែនទែនអញ្ចឹងបើសិនបើជាមានគួរតែព្យាយាមរកវិធីយ៉ាងណាដើម្បីកាត់បន្ថយឲ្យបានច្រើនបំផុតតាមអាចទៅបានបើអាចគឺកាត់បន្ថយឲ្យអស់តែហ្មងកាត់បន្ថយឲ្យអស់បំណុលទាំងឡាយណាដែលមានការប្រាក់ខ្ពស់ទី5ការវិនិយោគតិចបណ្ដាកុំចាំដល់ពេលដែលយើងមានលុយច្រើនចាំធ្វើការវិនិយោគព្រោះថាវានាំឲ្យយើងខាតបង់លុយខាតបង់តម្លៃលុយហើយខាតបង់នៅប្រាក់ចំណេញអញ្ចឹងគួររៀនបង្កើតនៅការវិនិយោគតិចបណ្ដាតាមលទ្ធភាពយើងប៉ុន្តែបញ្ជាក់ថាការវិនិយោគក៏ត្រូវតែមានការសិក្សាឲ្យបានច្បាស់លាស់ពិចារណាឲ្យបានហ្មត់ចត់ព្រោះថាការវិនិយោគត្រូវវាធ្វើឲ្យយើងចំណេញធ្វើឲ្យទ្រព្យយើងកើនឡើងតែបើសិនបើជាយើងវិនិយោគខុសក៏ធ្វើឲ្យយើងខាតបង់លុយខាតបង់ពេលវេលាដែរអញ្ចឹងគួរតែមានការវិនិយោគតិចបណ្ដារៀនបណ្ដាធ្វើដោយការពិចារណាច្បាស់លាស់តែកុំចាំនាំឲ្យយើងខាតពេលហើយងាយស្រួលទេឥឡូវបើសិនបើជាយើងមិនចង់វិនិយោគជាលក្ខណៈក្រុមហ៊ុនឬក៏យើងមិនទាន់ច្បាស់ការវិនិយោគប្រចាំខែយើងអាចមើលនៅក្នុងអំឡុងពេលណាដែលមាសចុះថោកយើងអាចទិញមាស 1G ឬក៏ 2G 3G ទៅតាមលទ្ធភាពអញ្ចឹងចាំមើលឱកាសណាដែលឡើងថ្លៃគឺយើងអាចទទួលបានចំណេញឬក៏ជាការវិនិយោគទៅលើអចលនទ្រព្យជាដើមអំឡុងពេលណាដែលដីកំពុងតែចុះថោកអចលនទ្រព្យកំពុងតែចុះថោកយើងមានលុយតិចយើងវិនិយោគទៅតាមតិចហើយត្រូវចេះមើលទៅចេះវិភាគមើលថាតើរបស់ដែលយើងទិញអចលន
អាចចលនាទ្រព្យដែលយើងទិញហ្នឹងវានឹងឡើងថ្លៃដែរអត់អាហ្នឹងយើងត្រូវតែវិភាគមុនដើម្បីបង្ការកុំឲ្យមានការខាតបង់តែយ៉ាងណាត្រូវតែព្យាយាមរកអ្វីមួយដែលយើងអាចវិនិយោគទ្រព្យរបស់យើងឲ្យបង្កើតលុយឲ្យយើងបន្ថែមទៀតឲ្យបង្កើតទ្រព្យឲ្យយើងបន្ថែមទៀតបានធ្វើម្ដងបន្តិច កុំចាំដល់មានគ្រប់យ៉ាងបានធ្វើទី6ត្រូវរៀនមេរៀនហិរញ្ញវត្ថុជាប្រចាំចំណេះដឹងហិរញ្ញវត្ថុសំខាន់ណាស់ព្រោះថាសម័យដែលស្រុកមានសន្តិភាពគេត្រូវការបំផុតហ្នឹងគឺហិរញ្ញវត្ថុសូម្បីតែនៅក្នុងសម័យកាលណាក៏ដោយហិរញ្ញវត្ថុនៅតែជារឿងសំខាន់ប្រាក់នៅតែជារឿងសំខាន់អញ្ចឹងយើងគួរតែមានការចេះដឹងអំពីហិរញ្ញវត្ថុព្រោះវារស់នៅជាមួយយើងប្រចាំថ្ងៃរៀនបង្កើតសមត្ថភាពនៅក្នុងការរកទ្រព្យសម្បត្តិរកលុយកាក់រៀនគ្រប់គ្រងរៀនប្រើប្រាស់លុយឲ្យបានមានប្រសិទ្ធភាពបំផុតហើយចំពោះបច្ចុប្បន្នការរៀនគឺមិនលំបាកទេដោយសារយើងមានប្រព័ន្ធបណ្ដាញសង្គមច្រើនយើងមានអ៊ីនធឺណិតច្រើនយើងអាចរៀនបានហើយយើងក៏អាចរៀនតាមសៀវភៅឬក៏សួរនាំជាមួយនឹងអ្នកដែលគាត់មានបទពិសោធន៍រៀមច្បងដែលគាត់ចេះដឹងពីបញ្ហាហ្នឹងចេះដឹងពីរឿងហិរញ្ញវត្ថុហ្នឹងយើងគួរមានការសួរនាំដែលអាចរៀនសូត្រពីពួកគាត់បានចំណុចទី7គឺកត់ត្រាគោលដៅហិរញ្ញវត្ថុគួរតែមានការរៀបចំគោលដៅហិរញ្ញវត្ថុឲ្យបានច្បាស់លាស់ថាមួយឆ្នាំយើងគួរតែអាចរកប្រាក់ចំណូលបានប្រមាណហើយនៅក្នុងអំឡុងពេល10ឆ្នាំយើងគួរមានប្រាក់ប្រមាណហើយនៅថ្ងៃអនាគតសម្រាប់ជីវិតយើងខ្លួនឯងតើយើងគួរមានហិរញ្ញវត្ថុគួរមានលុយកាក់ប្រមាណដើម្បីបំរុងនៅពេលដែលយើងមានវ័យច្រើនទៅតើយើងគួរមានប្រាក់ប្រមាណអញ្ចឹងយើងកំណត់គោលដៅឲ្យច្បាស់ដើម្បីយើងប្រឹងប្រែងដើម្បីយើងមានកម្លាំងចិត្តនៅក្នុងការប្រឹងប្រែងរកទ្រព្យសម្បត្តិនោះរកហិរញ្ញវត្ថុឲ្យបានគ្រប់គ្រាន់សម្រាប់យើងប្រើប្រាស់នាពេលអនាគតអញ្ចឹងដើម្បីឲ្យជីវិតយើងងាយស្រួលនៅក្នុងពេលអនាគតកុំភ្លេចឲ្យសោះរឿងទី1កត់ចំណាយចំណូលរឿងទី2ដាក់លុយសន្សំស្វ័យប្រវត្តិរឿងទី3បង្កើតកញ្ចប់ចំណាយបំរុងយ៉ាងហោចណាស់ពី3ទៅ6ខែរឿងទី4បើសិនជាមានបំណុលដែលមានការប្រាក់ខ្ពស់ត្រូវព្យាយាមធ្វើយ៉ាងណាកាត់បន្ថយឲ្យនៅសល់តិចបំផុតឬក៏អស់តែម្ដងទី5វិនិយោគតិចបណ្ដាកុំចាំនាំខាតពេលវេលាទី6រៀនមេរៀនហិរញ្ញវត្ថុជាប្រចាំត្រូវតែពង្រឹងសមត្ថភាពយល់ដឹងពីរបៀបនៅក្នុងការរកប្រើប្រាស់និងគ្រប់គ្រងហិរញ្ញវត្ថុទី7ត្រូវតែមានការកត់ត្រាគោលដៅឬក៏កំណត់គោលដៅហិរញ្ញវត្ថុសម្រាប់ខ្លួនឯងឲ្យបានច្បាស់លាស់ថាខ្លួនឯងអាចរស់នៅសុខស្រួលជាមួយនឹងហិរញ្ញវត្ថុប្រមាណពិតប្រាកដ